បើសិនបើយើងអត់ខ្សែគប់បុគ្គលចម្រើនកម្មដ្ឋានទេចិត្តយើងហ្នឹងក៏រៀងទម្រុនដែរតែពេលដែលយើងឃើញបុគ្គលហ្នឹងលោកល្អលោកធ្ងន់ទៅក្នុងកម្មដ្ឋានចិត្តលោកស្ងប់ឥន្ទ្រីលោកស្ងប់ធ្វើឲ្យយើងហ្នឹងបងអោនចិត្តដើម្បីមានឥន្ទ្រីស្ងប់ធ្វើឲ្យយើងហ្នឹងបងអោនចិត្តដើម្បីមានចិត្តស្ងប់ដូចលោកអញ្ចឹងដែរចម្រើនពរញាតិញោមអ្នកស្ដាប់កម្មដ្ឋានវគ្គចុងក្រោយនេះគឺជជែកគ្នានៅក្នុងការខ្សែគប់បប្រតិបត្តិកម្មដ្ឋាននេះគឺត្រូវតែមានការខ្សែគប់ដ៏ត្រឹមត្រូវតែវាចាកការខ្សែគប់ដ៏ខុសដំណងឡាយហ្នឹងគឺត្រូវតែនិយាយរឿងការខ្សែគប់ខុសបន្តិចបើសិនបើញាតិញោមគោរពធ្ងន់ទៅក្នុងការអប់រំចិត្តចម្រើនសមាធិហ្នឹងគឺយើងអត់អាចទៅខ្សែគប់មនុស្សលេះលោះខ្សែគប់បុគ្គលពាលឬក៏ថាបុគ្គលណាដែលអត់ចម្រើនកម្មដ្ឋានហ្នឹងអត់គួរខ្សែគប់អត់គួរទៅស្និទ្ធស្នាលនឹងតែហ្មងបើធ្វើឲ្យចិត្តយើងហ្នឹងវាឃ្លាតចាកកម្មដ្ឋានហ្នឹងជជែកគ្នាជាមួយអ្នកណាដែលតសាកាមគុណគេលើកកាមគុណរបស់នេះល្អរបស់នោះល្អចឹងទៅអាចិត្តយើងហ្នឹងទៅជាប់ទៅក្នុងកាមគុណកម្មដ្ឋានហ្នឹងបាត់តែហ្មងបើអញ្ចឹងសំខាន់មែនទែនថាត្រូវតែវាចាកបុគ្គលដែលអត់កម្មដ្ឋានមួយទៀតអ្នកណាគេរវល់ក្នុងការងារច្រើនការងារឧទាហរណ៍ថារវល់ក្នុងការងាររស់ស៊ីការងារខ្ចប់អីចឹងទៅឬក៏ថាបើប្រសងវិញរវល់តែដាំដើមឈើរវល់តែធ្វើផ្លូវរវល់តែកសាងនេះកសាងនោះចឹងទៅអាចិត្តដែលនៅរវល់ជាមួយការកសាងនេះចិត្តវាអត់ជាប់នៅក្នុងកម្មដ្ឋានទេអញ្ចឹងបើសិនបើភិក្ខុណាដែលរវល់ក្នុងនវកម្មក៏បកគោការងារឲ្យលោករវល់ក្នុងនវកម្មហ្នឹងទៅហើយយើងធ្ងន់ទៅក្នុងកម្មដ្ឋានយើងបកមកកម្មដ្ឋានយើងទៅកុំស្និទ្ធស្នាលជាមួយលោកអីឲ្យលោករវល់ការងារលោកយើងរវល់ការងារយើងទៅអញ្ចឹងការដែលខ្សែគប់គឺសំខាន់ខ្លាំងមែនតើហើយយើងខ្សែគប់អ្នករវល់ការងារអ្នកតសាកាមគុណចិត្តនឹងនៅជាមួយកាមគុណតសាការងារចិត្តនឹងវារវល់តែជាមួយការងារនេះការងារនោះនឹងទៅចិត្តយើងនឹងវាឆ្ងាយចាកកម្មដ្ឋានដែរអញ្ចឹងគឺត្រូវតែវាចាកបុគ្គលដែលចិត្តអត់ស្ងប់បុគ្គលដែលមានការងារច្រើនបុគ្គលដែលអត់ឡើងកាន់កម្មដ្ឋានបុគ្គលដែលតសាកាមគុណនឹងកុំទៅក្បែរកុំទៅគប់កុំទៅរាប់អានព្រោះហើយជជែកគ្នាធម្មតាបានតែយើងកុំទៅស្និទ្ធស្នាលយកកថាជាមួយគ្នាសបាយរឿយៗនឹងអត់ល្អទេបកមកវិញបន្ទាប់ពីគុំខ្សែគប់បុគ្គលអត់កម្មដ្ឋាននឹងហើយត្រូវតែខ្សែគប់អ្នកដែលមានគុណធម៌ហើយអ្នកដែលធ្ងន់ទៅក្នុងកម្មដ្ឋានហ្នឹងទៀតបងហើយខុសណាដែលមានចិត្តបង្អោនទៅធ្ងន់ទៅក្នុងកម្មដ្ឋានលោកជាអ្នកពោលនៅក្នុងកថាល្អយើងទៅខ្សែគប់បុគ្គលហ្នឹងទៅបងព្រោះបើសិនបើយើងអត់ខ្សែគប់បុគ្គលចម្រើនកម្មដ្ឋានទេចិត្តយើងហ្នឹងក៏រៀងទម្រុនដែរតែពេលដែលយើងឃើញបុគ្គលនឹងលោកល្អលោកធ្ងន់ទៅក្នុងកម្មដ្ឋានចិត្តលោកស្ងប់ឥន្ទ្រីលោកស្ងប់ធ្វើឲ្យយើងនឹងបងអោនចិត្តដើម្បីមានឥន្ទ្រីស្ងប់ធ្វើឲ្យយើងនឹងបងអោនចិត្តដើម្បីមានចិត្តស្ងប់ដូចលោកអញ្ចឹងដែរការដែលយើងមានចិត្តស្ងប់បែបហ្នឹងវាល្អប្រសើរខ្លាំងមែនតើបងដែលញាតិញោមឃើញអានិសង្ឃនៃកម្មដ្ឋាននឹងឲ្យចិត្តយើងនឹងគោរពទៅក្នុងកម្មដ្ឋានហើយខ្សែគប់បុគ្គលមានកម្មដ្ឋាននឹងទៅជិតវាឧបការៈបន្ថែមទៀតនឹងទៅតែការខ្សែគប់បុគ្គលដែលមានកម្មដ្ឋាននេះលោកសំដែងថាការលេនអ្នកការឡើងឧបសង្កមិត្វាហើយតែចូលទៅរកលោកហ្នឹងពេលណាសំគូមួយទៅវាមិនមែនអាងថាលោកមានកម្មដ្ឋានយើងអ្នកកម្មដ្ឋានអង្គុយមួយថ្ងៃជជែកគ្នាបែកពពុះមាត់វិភាសាហ្នឹងអាហ្នឹងក៏អត់ត្រឹមត្រូវដែរបងបើសិនជាយើងធ្ងន់ទៅក្នុងកម្មដ្ឋានស្គាល់កាលវេលាជួបគ្នាពេលព្រឹកឬក៏តែជួបគ្នាពេលយប់ហ្នឹងទៅចែកសួរនាំគ្នារឿងកម្មដ្ឋានហ្នឹងទៅចែកហើយក៏យើងទៅបំពេញសាមណៈបប្រតិបត្តិរបស់យើងរៀងខ្លួនទៅវាមិនមែនអង្គុយជុំគ្នាជជែកគ្នារហូតទេហើយមិនមែនថាជជែកធម៌មិនល្អណាបើសិនបើយើងធ្ងន់ទៅក្នុងព្រះបរិយ័តធ្ងន់ទៅក្នុងការសិក្សាការជជែកសួរដេញដោលគ្នានេះមកយប់ទល់ភ្លឺមកភ្លឺទល់យប់វិញហ្នឹងទៅរឹតតែល្អបើយើងធ្ងន់ទៅក្នុងការសិក្សាធ្ងន់ទៅការសន្ទនាគោរពទៅក្នុងធម៌បើយើងធ្ងន់ទៅក្នុងការសមាធិហ្នឹងក៏ដកពេលសមាធិឲ្យច្រើនវិញបង
រឿងចែកគ្នាក្នុងធម៌ក៏ចែកខ្លះទៅហើយពេលណាផុតពីការចែកយើងដាក់ចិត្តទៅក្នុងកម្មដ្ឋានឲ្យច្រើននៅតែឯងឲ្យច្រើនហើយព្យាយាមរក្សាចិត្តតម្កល់ចិត្តនៅក្នុងកម្មដ្ឋាននៅក្នុងនិមិត្តដែលយើងបានអប់រំចម្រើនពីមុនមកហ្នឹងតែនឹងគឺជាចំណុចពិសេសហើយយើងមើលទៅធម៌ព្រះអង្គវិញបងវាមានច្រើនណាស់ដែលថាភិក្ខុដែលលោកមានកម្មដ្ឋានខ្សែគប់ភិក្ខុមានកម្មដ្ឋានដូចជាពួកភិក្ខុដែលនៅក្នុងព្រៃគោសង្កសាលវ័នទៅតែលោកអប់រំចម្រើនកម្មដ្ឋានលោកទៅនៅក្នុងព្រៃនឹងទាំងអស់គ្នាហើយលោកស្ងប់ស្ងាត់ទៅបងរហូតដល់ថាអ្នកដែលស្ងប់ស្ងាត់ហ្នឹងសូម្បីតែជជែកគ្នាលឺអីអត់មាននឹងតែហ្មងបងសូម្បីតែការងារតិចតួចលោកធ្វើដោយស្ងប់ស្ងាត់អត់មានសម្លេងអីសូម្បីបន្តិចបន្តួចអាហ្នឹងដោយសារតែលោកសុទ្ធតែជាអ្នកមានកម្មដ្ឋានហើយរហូតដល់ថាបើមានរបស់ណាធ្ងន់ត្រូវលើកគ្នា2 3អង្គហ្នឹងលោកអត់បន្លឺសម្លេងទៀតលោកគ្រាន់តែកម្រើកដៃដើម្បីឲ្យមួយអង្គទៀតឃើញហើយក៏មកជួយលើកអីវ៉ាន់គ្នាទៅនឹងស្ងប់ស្ងាត់ហ្នឹងទៅអាហ្នឹងន័យថាអ្នកដែលស្ងប់ស្ងាត់ហ្នឹងគឺធ្វើដល់ថ្នាក់ហ្នឹងឯងហើយដល់យើងទៅមើលអ្នកដែលខ្សែគប់បុគ្គលពីលហ្នឹងឆ្លងតាមគ្នាឆ្លងរោគហ្នឹងបណ្ដោយបងដូចទេវទត្តហ្នឹងអាក្រក់ហើយបរិជាបុត្រអាជាតសតុហ្នឹងខ្សែគប់ឆ្លងអាក្រក់ធ្លាក់នរកដល់ឥឡូវទេវទត្តហ្នឹងក៏នៅដល់នរកហ្នឹងដែរបងអានោះដូចថាអាក្រក់ឆ្លងជាមួយអាក្រក់ល្អឆ្លងជាមួយល្អអ្នករៀនត្រូវខ្សែគប់អ្នករៀនអ្នកកម្មដ្ឋានត្រូវខ្សែគប់កម្មដ្ឋានអ្នកណារៀនវិន័យទៅជជែកជាមួយអ្នកវិន័យទៅអ្នកបសុទ្ធជជែកជាមួយបសុទ្ធអ្នកអភិធម្មក៏ជជែកជាមួយអ្នកអភិធម្មទៅការធ្វើបែបហ្នឹងវាចម្រើនហើយអ្នកកម្មដ្ឋានអ្នកសមាធិហ្នឹងក៏គួរតែខ្សែគប់អ្នកដែលចម្រើនសមាធិអ្នកចិត្តស្ងប់ហ្នឹងដែរទៅប្រយោជន៍ទាំងអស់ហ្នឹងសម្រេចបានល្អបាទ